នៅវេលាព្រឹកថ្ងៃសៅរ៍ទី15ខែវិច្ឆិកាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចក្នុងខ្លឹមសារដូចតទៅនេះនាយប់ថ្ងៃទី14វិច្ឆិកា2025ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃតាំងនាមប្រជាពលរដ្ឋកម្ពុជាខ្ញុំបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតីត្រាំដែលបានផ្ដួចផ្ដើមនិងសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជាថៃកន្លងមកនិងសម្រេចបាននៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍និងយន្តការទ្វេភាគីដែលបានឯកភាពគ្នាឯកឧត្តមប្រធានាធិបតីត្រាំបានគូបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាឯកឧត្តមចង់ឃើញសន្តិភាពថិតថេររវាងកម្ពុជានិងថៃក្នុងន័យនេះឯកឧត្តមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។